ួនធានឋានមានទីតាំងស្ថិតនៅខណ្ឌតុងឈឹងទីក្រុងប៉េកាំងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1420ជាក្រុមសំណង់គោរពបូជាមេឃកាលពីសម័យបុរាណដ៏ធំជាងគេនិងត្រូវរក្សាទុកបានយ៉ាងល្អជាងគេនៅលើពិភពលោកនៅរាជវង្សមេងនិងឆេងកាលពីសម័យចិនបុរាណស្ដេចចំនួន22អង្គធ្លាប់បានរៀបចំពិធីគោរពបូជាមេឃចំនួន445លើកនៅទីនេះដែលធ្វើឲ្យទីនេះក្លាយជាទីកន្លែងគោរពបូជាមេឃដ៏ពិសិដ្ឋបំផុតនៅក្នុងប្រទេសចិនអ្នកនយោបាយសំខាន់បរទេសរាប់សិបរូបធ្លាប់បានអញ្ជើញមកទស្សនាសួនធានឋាននេះសួនធានឋានបង្ហាញយ៉ាងពេញលេញនៅវប្បធម៌ចិនក្នុងចំណោមគំនិតវប្បធម៌ចិនជាច្រើនគំនិតទស្សនៈគោរពតាមគុណធម៌និងសច្ចធម៌សុទ្ធតែពាក់ព័ន្ធនឹងទីកន្លែងនេះហើយវាក៏បង្ហាញពីចរិតលក្ខណៈដោយជាការចាត់ទុកសិលធម៌ជាអាទិភាពការទទួលខុសត្រូវនិងប្រយ័ត្នបានដែលត្រូវបានបន្តវេននៅក្នុងប្រទេសចិនតាំងពីសម័យបុរាណមកប្រាសាទឈីញៀនទៀនគឺជាប្រាសាទបួងសួងសូមឲ្យមានការប្រមូលផលល្អត្រូវបានសាងសង់ឡើងដោយមិនមានប្រាក់ដៃគោលសំបីតែមួយដើមតំណាងឲ្យកិច្ចសហប្រតិបត្តិការជំនួសឲ្យការប្រជុំមុខដាក់គ្នាដែលជាមធ្យោបាយដ៏សមរម្យសម្រាប់សម្រេចបានគ្រប់កិច្ចការសួនធានឋានគឺជានិមិត្តរូបដែលបង្ហាញពីវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិននៅឆ្នាំ1998សួនធានឋានត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនៅឆ្នាំ2024ក្នុងនាមជាធាតុផ្សំស្នូលនៃអាកណ្ដាលប៉េកាំងសួននេះបានបង្ហាញយ៉ាងពេញលេញម្ដងទៀតអំពីឋានៈដ៏សំខាន់របស់ខ្លួន។